សន្លឆ្អឹងជំនីคล้ายទៅជាពណ៌សមីទាញមួយចានឈ្ងុយនេះគឺជារសជាតិស្រុកកំណើតជប៉ុនលោកធានជុនគឺគាត់មកពីប្រទេសជប៉ុនតំបន់វូកាំងសួស្ដីនេះមីទាញអរគុណញៀវនីមួយចូលចិត្តញ៉ាំមីទាញគាត់អាចធ្វើឲ្យធានចុងស្រឡាញ់តៃវ៉ាន់ណាស់ជនជាតិថៃវ៉ាន់ធ្វើល្អដាក់ជនជាតិជប៉ុនណាស់លោកធានចុងបាននិយាយថាគាត់មករស់នៅតៃវ៉ាន់ការរស់នៅរបស់គាត់ពិបាកណាស់ក៏ប៉ុន្តែមានភាពលំបាកបំផុតគឺពិបាករកឃើញមីទាញដ៏ឆ្ងាញ់ទើបគាត់គិតថាចង់បើកហាងមីទាញដ៏ឆ្ងាញ់មួយខ្ញុំចង់ញ៉ាំស៊ុបឆ្អឹងជ្រូកមីទាញរសជាតិស្រុកកំណើតបែបនេះហើយទើបមានគំនិតចង់បើកហាងលក់មីទាញរកមិនឃើញរសជាតិជប៉ុនពិតមីទាញលោកធានចុងគាត់បានចាប់ផ្ដើមដោយខ្លួនឯងគឺចាប់ផ្ដើមរៀនចម្អិនធ្វើទឹកស៊ុបសម្ដររសជាតិត្រឹមត្រូវហើយទំហំមីសរសៃជាមួយនឹងវោកម្មនៃចំណាប់អារម្មណ៍ផងដែលនៅក្នុងការបរិភោគមីនេះមុនពេលនឹងញ៉ាំត្រូវចាប់វាចេញមិនបន្តិចសិនក៏ប៉ុន្តែការទើបតែចាប់ផ្ដើមបើកលក់មួយថ្ងៃលក់មិនដល់10ចានតែការតស៊ូទៅមុខមានមនុស្សតៃវ៉ាន់ម្នាក់រុះរាយរាក់ទាក់បានប្រាប់ថាគឺគាត់ហាក់ដូចជាបរិភោគនៅក្នុងប្រទេសជប៉ុនអញ្ចឹងដោយការពីមុនខ្ញុំធ្លាប់ញ៉ាំនៅជប៉ុនប្រហែលគ្នាអញ្ចឹងលោកធានចុងពឹងពាក់ទៅលើបង្ហាញរសជាតិជប៉ុននេះបើកហាងបានមួយហើយបើកដល់8ហាងតាំងពីចាប់ផ្ដើមដល់លក់បាន12ឆ្នាំហើយនៅតៃវ៉ាន់លោកធានចុងបាននិយាយថាมันអាចចាក់ចេញឃ្លាតឆ្ងាយបានទេលោកធានចុងដែលមានភាពស្រឡាញ់តៃវ៉ាន់គឺលំនាំក្លិនដ៏ឈ្ងុយមកប្រទេសជប៉ុននាំចូលមកទាំងអស់ផ្ដល់ឲ្យកោះតៃវ៉ាន់